សកលវិទ្យាល័យបាល់ទាត់អន្តរជាតិបានដឹកនាំនិស្សិតឆ្នាំទី2ឆមាសទី1មកពីមហាវិទ្យាល័យសេដ្ឋកិច្ចនិងមហាវិទ្យាល័យច្បាប់នៃសកលវិទ្យាល័យបាល់ទាត់អន្តរជាតិចុះទស្សនកិច្ចសិក្សាទៅសាលាភូមិន្ទរដ្ឋបាលចំនួន350នាក់នាថ្ងៃសុក្រទី5ខែធ្នូឆ្នាំ2025អាដាមងឿយធឿននាយករងតំណែងដ៏ខ្ពង់ខ្ពស់អាដាមយុវណ្ណារដ្ឋលេខាធិការប្រចាំក្រសួងមុខងារសាធារណៈនិងជានាយកសាលាភូមិន្ទរដ្ឋបាលបានផ្ដល់កិត្តិយសអញ្ជើញជាអធិបតីភាពក្នុងកម្មវិធីទស្សនកិច្ចសិក្សារបស់និស្សិតសាកលវិទ្យាល័យបាល់ទាត់អន្តរជាតិទៅសាលាភូមិន្ទរដ្ឋបាលស្ដីពីនីតិវិធីនិងដំណើរការនៃការជ្រើសរើសសិស្សមន្ត្រីគណៈកម្មការនិងសិស្សឧត្តមមន្ត្រីដើម្បីសិក្សានៅសាលាភូមិន្ទរដ្ឋបាលក្នុងកម្មវិធីនេះក៏មានការអញ្ជើញចូលរួមពីអាដាមលីនវុឌ្ឍសាកលវិទ្យាធិការនៃសាកលវិទ្យាល័យបាល់ទាត់អន្តរជាតិព្រមទាំងថ្នាក់ដឹកនាំនៃសាលាភូមិន្ទរដ្ឋបាលនិងថ្នាក់ដឹកនាំនិស្សិតឆ្នាំទី2ឆមាសទី1មកពីមហាវិទ្យាល័យសេដ្ឋកិច្ចក៏ដូចជាមហាវិទ្យាល័យច្បាប់នៃសាកលវិទ្យាល័យបាល់ទាត់អន្តរជាតិទាំងពីរទីតាំងសរុបចំនួន350នាក់គោលបំណងនៃការចុះទស្សនកិច្ចកម្មសិក្សានេះគឺដើម្បីផ្ដល់ឱកាសជូនដល់និស្សិតបានសិក្សាស្វែងយល់បន្ថែមពីនីតិវិធីនិងដំណើរការនៃការជ្រើសរើសមន្ត្រីគណៈកម្មការនិងសិស្សឧត្តមមន្ត្រីដើម្បីសិក្សានៅសាលាភូមិន្ទរដ្ឋបាលក៏ដូចជាចង់ឲ្យនិស្សិតទទួលបាននូវជំនាញនិងសមត្ថភាពរួមជាមួយវិន័យនិងវិជ្ជាជីវៈផងដែរជាពិសេសនិស្សិតតម្រូវឲ្យសរសេររបាយការណ៍ស្ដីពីការចុះទស្សនកិច្ចសិក្សានេះដើម្បីដាក់នៅក្នុងបន្ទុក ongoing assessment ប្រចាំឆមាសផងដែរបាទខ្ញុំបាទអនមេលីផ្សាយចេញពី Balti iNews News សូមគោរពអរគុណនិងសូមជម្រាបលាBelty International University, the future of global leaders.